សូមជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីសូមស្វាគមន៍មកកាន់កម្មវិធីសេដ្ឋកិច្ចនិងទ្រព្យនៅក្នុងថ្ងៃនេះយើងនឹងលើកយកតម្លៃហាងឆេងមាសថាតើវាមានតម្លៃប្រែប្រួលយ៉ាងណាដែរបាទដូច្នេះកុំឲ្យខាតពេលវេលាយូរយើងទៅជួបវាគ្មិនរបស់យើងទាំងអស់គ្នាបាទសូមជម្រាបសួរលោកធីរុំបាទជំរាបសួរលោករដ្ឋីបាទលោកធីរុំតើតម្លៃមាសបច្ចុប្បន្ននេះមានស្ថានភាពយ៉ាងណាដែរបាទអរគុណលោករដ្ឋីសម្រាប់មាសបច្ចុប្បន្ននេះតាំងពីសប្តាហ៍មុនដែលមាសឡើងទៅដល់កម្រិតខ្ពស់$3050ជាងក្នុង1អោនមកដល់ពេលបច្ចុប្បន្ននេះតម្លៃមាសបានធ្លាក់ចុះមករហូតបាទប៉ុន្តែគ្រាន់តែធ្លាក់មួយក្នុងកម្រិតទាបទេដែលបច្ចុប្បន្ននេះវាផ្លេដើរនៅក្នុងតម្លៃលើ3000និងក្រោម3040បាទបាទលោកធីរុំបើផ្អែកតាមទៅលើការស្រាវជ្រាវនិងការវិភាគរបស់លោកតើតម្លៃមាសយើងគួរតែធ្វើការទិញឬក៏ធ្វើការលក់ដែរបាទបាទអរគុណលោករដ្ឋីសម្រាប់មាសបច្ចុប្បន្នមាសកំពុងតែស្ថិតនៅក្នុង sideways រវាងតម្លៃក្រោម$3040ក្នុងមួយអោននិងលើតម្លៃ$3000ក្នុងមួយអោនដែលកំពុងរងចាំព័ត៌មានសំខាន់មួយដែលនឹងចេញនៅក្នុងពេលឆាប់ៗនេះទាក់ទងនឹងការដំឡើងពន្ធពីសហរដ្ឋអាមេរិកតែតាមការវិភាគនោះគឺអាចនឹងប្រកាសនៅថ្ងៃ2ខែមេសាខែក្រោយនេះបាទអញ្ចឹងមាសកំពុងរងចាំសញ្ញាណធំនឹងមួយសិនដែលថាភាពតានតឹងភាពប៉ះពាល់ទៅលើវិបត្តិសេដ្ឋកិច្ចក៏ដូចជាសេដ្ឋកិច្ចពិភពលោកតើវាធូរស្រាលឬក៏ខ្លាំងជាងមុនបើសិនជាការដំឡើងពន្ធនេះបង្ហាញថាវាអាចនឹងជះឥទ្ធិពលអាក្រក់ទៅដល់សេដ្ឋកិច្ចទាំងអាមេរិកទាំងពិភពលោកតម្លៃមាននឹងហក់ឡើងខ្លាំងជាងមុនទៀតបាទអញ្ចឹងបងប្អូនដែលកំពុងតែត្រៀមទិញនេះបងប្អូនអាចរងចាំព័ត៌មានចេញជាផ្លូវការហើយសិនឬសញ្ញាណវិជ្ជមានណាមួយឬក៏អវិជ្ជមានណាមួយតាក់ទងនឹងការដំឡើងពន្ធនេះបងប្អូនអាចសម្រេចចិត្តទិញតាមក្រោយក៏បានដែរបាទជាព័ត៌មានតនហេតុការណ៍មួយដែរដែលពិភពលោកកំពុងតែរងចាំព័ត៌មានមួយនេះគឺយប់នេះម៉ោង3យប់ប្រធានាធិបតី Donald Trump គាត់នឹងឡើងប្រកាសពន្ធលើតម្លៃយានយន្តទៅបណ្ដាប្រទេសផ្សេងៗបាទអញ្ចឹងយើងឃើញទីផ្សារអាចនឹងប្រែប្រួលខ្លាំងនៅយប់នេះអញ្ចឹងយើងរងចាំព័ត៌មានរបស់គ្នាថាតើប្រទេសណាអាមេរិកដាក់ពន្ធប្រមាណភាគរយប្រទេសណាអាមេរិកដាក់ពន្ធប្រមាណភាគរយដែលអាចប៉ះពាល់សេដ្ឋកិច្ចរឿងរៀងខ្លួននោះបាទមួយចំណុចទៀតសូមបញ្ជាក់ថាទោះបីជាមានភាពវិជ្ជមានទាំងសង្គ្រាមពាណិជ្ជកម្មក៏ដោយឬក៏ព័ត៌មានទាក់ទងនឹងប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ីមានបទឈប់បាញ់គ្នារយៈពេលកម្រិតណាមួយក៏ដោយក៏មាសមិនអាចទម្លាក់តម្លៃធ្លាក់ថ្លៃរហូតខ្លាំងដូចដើមទៀតដែរបាទដោយសារតែការឡើងនេះគឺរយៈពេលច្រើនមកហើយអញ្ចឹងព័ត៌មានត្រឹមតែមួយចំណុចពីរចំណុចនេះទើបតែចេញនេះมันអាចទម្លាក់តម្លៃមាសអាចធ្លាក់មកខ្លាំងទេបាទវាអាចនឹងធ្លាក់ក្នុងកម្រិតណាមួយបន្ទាប់មកក៏វាឡើងទៅតាមនិន្នាការឡើងវាបន្ថែមទៀតដែរបាទអញ្ចឹងនេះជាការបញ្ជាក់មួយក្រែងលោកបងប្អូនគាត់ថាមាសចុះហើយលេងនាំគ្នាលក់ចុះខ្លាំងទៅវាធ្វើឲ្យប្រឈមនឹងហានិភ័យខ្ពស់ដូចគ្នាបាទអញ្ចឹងបើសិនជាឃើញព័ត៌មានល្អធូរស្រាលទៅលើសេដ្ឋកិច្ចក៏ដូចជាសង្គ្រាមហ្នឹងបងប្អូនអាចលក់ចុះក្នុងកម្រិតណាមួយអាចកាត់ចំណេញហើយរងចាំទិញនៅចំណុចណាមួយតាមកត្តាបច្ចេកទេសបន្ថែមទៀតដែរបាទសូមអរគុណលោកធីរុំសម្រាប់ការចូលរួមជាមួយកម្មវិធីរបស់យើងបាទអរគុណលោករដ្ឋីបាទជំរាបលាបន្តទៅទៀតនេះយើងទៅជួបវាគ្មិនរបស់យើងទី2គឺលោកចិនប៊ុនថេបាទសូមជម្រាបសួរលោកចិនប៊ុនថេបាទជំរាបសួរលោករដ្ឋីបាទលោកប៊ុនថេតើគណៈពេលនេះតម្លៃមាសមានតម្លៃយ៉ាងណាដែរបាទលោករដ្ឋីបច្ចុប្បន្ននេះបើសិនយើងមើលតម្លៃហាងឆេងមាសគឺវាបានកើនឡើងមកដល់កម្រិតប្រមាណ$3030ក្នុងមួយអោនឬក៏$3650ក្នុងមួយតម្លឹងហើយផ្អែកទៅលើ graph តើមានអ្នកលក់ច្រើនឬក៏មានអ្នកទិញច្រើនជាងបាទលោករដ្ឋីបច្ចុប្បន្ននេះបើសិនជាយើងមើលទៅលើតម្លៃហាងឆេងមាសគឺបើកផ្សារនៅក្នុងព្រឹកថ្ងៃពហុនេះគឺមានការស្ទុះងើបឡើងហើយការងើបឡើងនេះខ្ញុំគិតថាมันខុសពីលោកធីរុំបានជំរាបជូនទេដោយសារមានព័ត៌មានបាទអរគុណលោកប៊ុនថេលោកប៊ុនថេគឺជាអ្នកវិភាគទៅលើបច្ចេកទេសតម្លៃហាងឆេងមាសមួយរូបហើយបើតាមខ្ញុំដឹងគឺមានអាជីវករក៏ដូចជាអ្នកជួញដូរក្នុងវិស័យនេះបានទទួលប្រាក់ចំណេញច្រើនពីការប្រឹក្សារបស់លោកដូច្នេះតើនៅក្នុងថ្ងៃនេះ
តើលោកមានការវិភាគយ៉ាងណាដែរជាមួយនឹងតម្លៃមាសតើយើងគួរតែទិញឬក៏ធ្វើការលក់ដែរបាទ បច្ចុប្បន្ននេះបើយើងមើលទៅលើបច្ចេកទេសយើងឃើញថាវាបានងើបឡើងមកលើហើយបានបង្ហាញទិសដៅយើងច្បាស់ហើយថាវានឹងត្រូវទៅលើអញ្ចឹងឥឡូវយើងមកមើល graphic ទាំងអស់គ្នាខ្ញុំបង្ហាញពីបកគោ4ម៉ោងនេះទៅបកគោ4ម៉ោងបើសិនជាយើងមើលបច្ចុប្បន្ននេះខ្ញុំបានគូសជា trend line វាបានបង្កើតជារៀងបែបនេះកើតជារៀងត្រីកោណណារៀងបែបនេះគឺវាបង្ហាញពីការជួញដូរដែលអត់ទាន់បង្ហាញទិសដៅច្បាស់លាស់មានន័យថាការទិញលក់ចាប់ផ្ដើមថមថយទៅហើយខ្ញុំឃើញថាព្រឹកនេះគឺវាបានបំបែកនេះបំបែក trend line នៅត្រង់នេះអញ្ចឹងឥឡូវយើងមកមើលបកគោ1ម៉ោងដើម្បីចង់ដឹងពីកម្រិតខ្ពស់បន្ទាប់មកវាអញ្ចឹងបកគោរយៈពេល1ម៉ោងបច្ចុប្បន្នខ្ញុំឲ្យបងប្អូនមើលកម្រិតខ្ពស់ទី1នៅត្រង់នេះនៅកម្រិត$3038ក្នុងមួយអោននៅខាងលើហ្នឹង$3038នេះបើសិនជាវាបំបែកតម្លៃហ្នឹងអាហ្នឹងគឺ confirm ត្រូវទៅលើតែម្ដងអញ្ចឹងគឺកម្រិតខ្ពស់បន្ទាប់នេះមហោកម្រិត$3057ក្នុងមួយអោនដែលជាកម្រិតខ្ពស់ប្រវត្តិសាស្ត្ររបស់វាណាបើយើងគិតជាតលឹងហើយខ្ទង់$3683ក្នុងមួយតលឹងហើយវាអាចឈានទៅដល់កម្រិតខ្ពស់បន្ទាប់របស់វាមួយទៀតគឺនៅកម្រិតខាងលើនេះខ្ទង់$3080ក្នុងមួយអោនហ្នឹងឬក៏ប្រហែលជា$3710ក្នុងមួយដំឡឹងអញ្ចឹងបំបែកបន្ទាប់ហ្នឹងគឺកម្រិតខ្ពស់បន្ទាប់នៅខាងលើនេះជាកម្រិតខ្ពស់ប្រវត្តិសាស្ត្រថ្មីអញ្ចឹងសម្រាប់តម្លៃមាសបច្ចុប្បន្នខ្ញុំអាចនិយាយបានថាយើងអាចធ្វើការទិញបានជាមួយនឹង target របស់យើងនៅពីកម្រិតខាងលើនេះដែលខ្ញុំបានជំរាបជូនហ្នឹងបាទអញ្ចឹងសម្រាប់បច្ចេកទេសខ្ញុំមានប៉ុណ្ណឹងបាទអរគុណលោករិទ្ធីបាទសូមអរគុណលោកប៊ុនថេប្រិយមិត្តទស្សនិកជនជាទីមេត្រីគណៈពេលនេះកម្មវិធីរបស់យើងបានមកដល់ពេលវេលានឹងបញ្ចប់យើងនឹងជួបគ្នាម្ដងទៀតនៅពេលក្រោយគណៈពេលនេះខ្ញុំបាទរិទ្ធីជាមួយនឹងវាគ្មិនទាំងពីររូបក៏ដូចជាសហការីទាំងអស់សូមអរគុណនិងសូមជម្រាបលា